ប្រៀបធៀបកម្លាំងយោធានិងសភាវុធរវាងប្រទេសចិននិងកោះតៃវ៉ាន់នៅក្នុងឆ្នាំ2026បច្ចុប្បន្ននេះមហាយៈចិននិងស្ដេចបច្ចេកវិទ្យាតៃវ៉ាន់កំពុងប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកដោយហេតុថាចិននៅតែបន្តចាត់ទុកថាកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួនដូច្នេះនៅក្នុងវីដេអូមួយនេះយើងនឹងធ្វើការប្រៀបធៀបប្រទេសទាំងពីរប្រសិនបើមានសង្គ្រាមផ្ទុះឡើងមែននោះដូច្នេះចង់ដឹងថាប្រទេសទាំងពីរនេះមានភាពខុសគ្នាយ៉ាងណាខ្លះសូមអញ្ជើញប្រិយមិត្តទាំងអស់គ្នាមកតាមដានទស្សនាវីដេអូនេះដូចតទៅជាដំបូងយើងមកធ្វើការប្រៀបធៀបអំពីចំណាត់ថ្នាក់ជាប្រទេសមហាអំណាចតៃវ៉ាន់ជាប់ចំណាត់ថ្នាក់ទី22ក្នុងចំណោមប្រទេស145ខណៈប្រទេសចិនជាប់ចំណាត់ថ្នាក់ទី3ក្នុងចំណោមប្រទេស145នៅលើពិភពលោកប្រជាជនសរុបតៃវ៉ាន់មាន23លាននាក់ខណៈប្រទេសចិនមាន 1.4000 លាននាក់ប្រជាជនសកម្មតៃវ៉ាន់មាន12លាននាក់ខណៈប្រទេសចិនមាន764លាននាក់ប្រជាជនអាចបម្រើទ័ពប្រចាំឆ្នាំតៃវ៉ាន់មាន306,000 នាក់ខណៈប្រទេសចិនមាន19លាននាក់ចំពោះទាហានសកម្មតៃវ៉ាន់មាន230,000 នាក់ខណៈប្រទេសចិនមាន2លាននាក់ទាហានបម្រុងតៃវ៉ាន់មាន 1.6 លាននាក់ខណៈប្រទេសចិនមាន510,000 នាក់ចំពោះទាហានប៉ារ៉ាតៃវ៉ាន់មាន55,000 នាក់ខណៈប្រទេសចិនមាន625,000 នាក់ថាវិការការពារជាតិតៃវ៉ាន់មាន31,000 លានដុល្លារខណៈប្រទេសចិនមាន303,000 លានដុល្លារចំពោះកម្លាំងទិញទំនិញតៃវ៉ាន់មាន 1.7000 លានដុល្លារខណៈប្រទេសចិនមាន31 ទ្រីលានដុល្លារងាកមកមើលចំនួនយន្តហោះសរុបរបស់ប្រទេសទាំងពីរវិញតៃវ៉ាន់មានយន្តហោះសរុប720គ្រឿងខណៈប្រទេសចិនមាន3529គ្រឿងយន្តហោះវាយប្រហារតៃវ៉ាន់មាន258គ្រឿងខណៈប្រទេសចិនមាន1443គ្រឿងយន្តហោះវាយប្រហារគោលដៅតៃវ៉ាន់មាន0គ្រឿងខណៈប្រទេសចិនមាន371គ្រឿងយន្តហោះដឹកជញ្ជូនតៃវ៉ាន់មាន19គ្រឿងខណៈប្រទេសចិនមាន287គ្រឿងយន្តហោះបណ្ដុះបណ្ដាលតៃវ៉ាន់មាន215គ្រឿងខណៈប្រទេសចិនមាន401គ្រឿងយន្តហោះធ្វើបេសកកម្មពិសេសតៃវ៉ាន់មាន18គ្រឿងខណៈប្រទេសចិនមាន105គ្រឿងយន្តហោះចាក់សាំងលើអាកាសតៃវ៉ាន់មាន0គ្រឿងខណៈប្រទេសចិនមាន9គ្រឿងឧទ្ធម្ភាគចក្រតៃវ៉ាន់មាន239គ្រឿងខណៈប្រទេសចិនមាន1007គ្រឿងឧទ្ធម្ភាគចក្រវាយប្រហារតៃវ៉ាន់មាន91គ្រឿងខណៈប្រទេសចិនមាន281គ្រឿងចំពោះរថក្រោះតៃវ៉ាន់មាន1090គ្រឿងខណៈប្រទេសចិនមាន5870គ្រឿង
រថពាសដែកតៃវ៉ាន់មាន 24,067 គ្រឿងខណៈប្រទេសចិនមាន 152,040 គ្រឿងកាំភ្លើង Self Propelled Artillery តៃវ៉ាន់មាន 488 ដើមខណៈប្រទេសចិនមាន 2,940 ដើមកាំភ្លើង Towed Artillery តៃវ៉ាន់មាន 1,360 ដើមខណៈប្រទេសចិនមាន 1,400 ដើមRocket Projector តៃវ៉ាន់មាន 223 ដើមខណៈប្រទេសចិនមាន 2,770 ដើមងាកមកមើលនាវាសរុបនៃប្រទេសទាំងពីរតៃវ៉ាន់មាន 91 គ្រឿងខណៈប្រទេសចិនមាន 841 គ្រឿងនាវាផ្ទុកយន្តហោះតៃវ៉ាន់មាន 0 គ្រឿងខណៈប្រទេសចិនមាន 3 គ្រឿងនាវាផ្ទុកយន្តហោះប្រភេទ Hello តៃវ៉ាន់មាន 0 គ្រឿងខណៈប្រទេសចិនមាន 4 គ្រឿងនាវាមុជទឹកតៃវ៉ាន់មាន 4 គ្រឿងខណៈប្រទេសចិនមាន 61 គ្រឿងចំពោះនាវាចម្បាំងតៃវ៉ាន់មាន 4 គ្រឿងខណៈប្រទេសចិនមាន 53 គ្រឿងកប៉ាល់ Frigate តៃវ៉ាន់មាន 21 គ្រឿងខណៈប្រទេសចិនមាន 46 គ្រឿងកប៉ាល់ Corvettes តៃវ៉ាន់មាន 7 គ្រឿងខណៈប្រទេសចិនមាន 50 គ្រឿងកប៉ាល់ Patrol Vessels តៃវ៉ាន់មាន 36 គ្រឿងខណៈប្រទេសចិនមាន 150 គ្រឿងនាវាកំទេចមីនតៃវ៉ាន់មាន 10 គ្រឿងខណៈប្រទេសចិនមាន 36 គ្រឿងប្រលានយន្តហោះតៃវ៉ាន់មាន 57 កន្លែងខណៈប្រទេសចិនមាន 552 កន្លែងចំពោះនាវាពាណិជ្ជកម្មតៃវ៉ាន់មាន 465 គ្រឿងខណៈប្រទេសចិនមាន 8314 គ្រឿងច្រកព្រំដែនតៃវ៉ាន់មាន 8 កន្លែងខណៈប្រទេសចិនមាន 66 កន្លែងចំពោះប្រវែងផ្លូវសរុបតៃវ៉ាន់មាន 43,206 គីឡូម៉ែត្រខណៈប្រទេសចិនមាន 5,200,000 គីឡូម៉ែត្រចំពោះប្រវែងផ្លូវជាតិតៃវ៉ាន់មាន 1,613 គីឡូម៉ែត្រខណៈប្រទេសចិនមាន 150,000 គីឡូម៉ែត្រផលិតផលប្រេងតៃវ៉ាន់មាន 800 បារ៉ែលខណៈប្រទេសចិនមាន 4.9 លានបារ៉ែលអូស្មန်ធម្មជាតិតៃវ៉ាន់មាន 63 លានបារ៉ែលខណៈប្រទេសចិនមាន 225,000 លានបារ៉ែលផលិតផលធ្យូងថ្មតៃវ៉ាន់មាន 5.2 លានបារ៉ែលខណៈប្រទេសចិនមាន 4.7 លានបារ៉ែលចំពោះផ្ទៃដីតៃវ៉ាន់មាន 35,980 គីឡូម៉ែត្រការ៉េខណៈប្រទេសចិនមាន 9,596,960 គីឡូម៉ែត្រការ៉េ
និងចំពោះផ្លូវទឹកតៃវ៉ាន់មាន0គីឡូម៉ែត្រខណៈប្រទេសចិនមាន 27700 គីឡូម៉ែត្រ